Hello everyone សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅពាក្យមួយចំនួនបាទមកបង្ហាញបងប្អូននៅក្នុងការប្រើប្រាស់បាទមុននឹងចូលដល់ការប្រើប្រាស់នៅក្នុងប្រយោគបងប្អូនមើលពាក្យទាំងអស់នេះសិនបាទនេះយើងអានថា BC បាទ BC នេះគឺរវល់បាទនេះខ្ញុំសេជាខ្មែរកន្លែងនេះរបៀបអានហើយបើសិនជាបងប្អូនចេះប្រកបតាមសិញអង់គ្លេសបងប្អូនមើលកន្លែងនេះក៏បានដែរអានេះយើងអានថា free បាទ free នេះគឺទំនេរបានពី ready បាទ ready នេះគឺរួចរាល់tired បាទ tired នេះគឺហត់នឿយ early បាទ early នេះមុនបាទធ្វើអីដល់មុនចាំក្នុងប្រយោគបងប្អូននឹងបានឃើញការប្រើប្រាស់ពាក្យនេះគឺ late បាទ late នេះគឺយឺតបាទអញ្ចឹងខ្ញុំអានឲ្យម្ដងទៀត busy បាទរវល់ free ទំនេរ ready រួចរាល់ tired ហត់នឿយ early មុន late យឺតបាទអញ្ចឹងបងប្អូនមើលការប្រើប្រាស់ក្នុងប្រយោគបាទបងប្អូនមើលប្រយោគនេះគឺជាប្រយោគស្រោមណាអញ្ចឹង I am busy ខ្ញុំរវល់ I am busy បាទ I ខ្ញុំ am នេះយើងអត់ចាំបាច់ប្រើទេដោយសារវាអត់សមនឹងប្រយោគយើងហើយ busy នេះរវល់អញ្ចឹង I am busy ខ្ញុំរវល់ She is free បាទនាងទំនេរ She is free បាទ C នឹងនាងណា E នេះយើងមិនបាច់ប្រើទេ free ទំនេរ She is free He is ready គាត់រួចរាល់ហើយ He is ready បាទយើងប្រើប្រាស់បានច្រើននៅពេលដែលយើងចង់និយាយថា He is ready គឺគាត់រៀបចំខ្លួនសម្រាប់ចេញទៅណាមួយយើងអីចឹងទៅអញ្ចឹង He is ready គាត់រៀបចំរួចរាល់ហើយបាទស្លៀកពាក់រួចរាល់ហើយឬមួយក៏ធ្វើការងារអញ្ចឹងមានន័យថាគាត់ធ្វើការងារហើយ He is ready អញ្ចឹងតាម context តាមស្ថានភាពដែលយើងនិយាយដូចថាយើងធ្វើអីមួយហើយអញ្ចឹងបាទគឺត្រៀមខ្លួនសម្រាប់ចេញទៅណាអញ្ចឹងមានន័យថាយើងធ្វើការងារហ្នឹងហើយអញ្ចឹង he is ready គឺគាត់ធ្វើការងារគាត់ហើយឬមួយក៏គាត់រៀបចេញដំណើរទៅណាគាត់ស្លៀកពាក់ហើយអញ្ចឹងណាបាទអាចបើសិនចេញដំណើរយើងអាចចាក់ចេញទៅបានដោយសាររៀបចំអីវ៉ាន់អីហើយអញ្ចឹង he is ready អានេះ they are tired ពួកគេហត់នឿយ they are tired បាទហត់នឿយនេះមកពីធ្វើការឬមកពីណាអស់កម្លាំងល្វើយអញ្ចឹងគឺ tired she is early បាទនាងមកមុនបាទ she is early មានន័យថាអត់យឺតទេធ្វើអីមួយទៅប្រជុំឬទៅណាអញ្ចឹងទៅដល់មុនម៉ោងអញ្ចឹង she is early បាទនាងមកដល់មុន he is late គាត់យឺតណាគាត់មកយឺត he is late បាទទៅប្រជុំទៅណាអីយើងយឺតអញ្ចឹងទៅក្រោយគេអញ្ចឹង late ហ្នឹង he is late បាទអញ្ចឹងខ្ញុំអានម្ដងទៀត I am busy ខ្ញុំរវល់ she is free នាងទំនេរ he is ready គាត់រួចរាល់ហើយ they are tired ពួកគេហត់នឿយ she is early នាងមកមុន he is late គាត់មកយឺតអញ្ចឹងមើលបន្តទៀតបាទនេះនៅក្នុងប្រយោគបដិសេធ I am not busy បាទខ្ញុំអត់រវល់ទេ she is not free នាងអត់ទំនេរទេ he is not ready គាត់អត់ទាន់រួចរាល់ទេ they are not tired ពួកគេមិនហត់នឿយទេ she is not early នាងមិនបានមកដល់មុនទេ he is not late គាត់មិនមកយឺតទេបាទអញ្ចឹងនៅក្នុងប្រយោគបដិសេធគឺយើងគ្រាន់តែថែមពាក្យ not នេះ
បាទពាក្យ not ហ្នឹងគឺប្រែថាមិនតែឲ្យប្រយោគស្របខ្លាយទៅជាប្រយោគដែលយើងនិយាយបដិសេធណាអញ្ចឹងមកមើលបន្តទៀតអានេះចូលដល់ប្រយោគសំណួរម្ដង am I busy តើខ្ញុំរវល់ទេ is she free តើនាងទំនេរទេ is he ready តើគាត់រួចរាល់ហើយឬនៅ are they tired តើពួកគេនៅហត់ទេ is she early តើនាងមកដល់មុនឬ is he late តើគាត់មកយឺតឬបាទអញ្ចឹងនៅក្នុងប្រយោគសំណួរគឺយើងលើក am លើក is ដាក់នៅខាងដើមមកคล้ายទៅជាប្រយោគសំណួរអញ្ចឹងបងប្អូនមើលបន្តទៀតបាទនេះគឺជាទម្រង់វែងហើយនិងទម្រង់ខ្លីជាទូទៅគឺយើងប្រើទាំងពីរនឹងឯងប៉ុន្តែគាត់ថាទម្រង់ខ្លីគឺយើងប្រើញឹកញាប់ជាងគេគាត់តែយើងសកត់ធ្ងន់អីមួយបានយើងប្រើទម្រង់វែងបាទអញ្ចឹងបងប្អូនត្រូវចេះទាំងពីរណាអញ្ចឹងពាក្យប្រយោគនេះ I am busy ស្មើនឹង I'm busy បាទខ្ញុំរវល់ដូចគ្នាដែរយើងច្រើននិយាយរៀង smooth ធម្មតា I'm busy ខ្ញុំរវល់អញ្ចឹងណាយើងតើតែថាយើងសកត់ធ្ងន់អីបានយើងប្រើទម្រង់នេះឧទាហរណ៍នេះ she is free នាងទំនេរដល់ពេលទម្រង់ខ្លី she is free បាទនាងទំនេរដែរបាទប្រយោគវែងឥឡូវនេះ he is ready បាទគាត់រៀបចំរួចរាល់ហើយបាទស្មើនឹង he's ready they are tired ពួកគេនឿយហត់បាទទម្រង់ខ្លី they are tired she is early នាងមកមុនបាទទម្រង់ខ្លី she's early he is late គាត់មកយឺតទម្រង់ខ្លី he's late បាទអញ្ចឹងខ្ញុំអានឲ្យម្ដងទៀត I am busy I'm busy she is free she's free he is ready he's ready they are tired they are tired she is early she's early he is late he's late បាទនេះគឺជាទម្រង់វែងហើយនិងទម្រង់ខ្លីនៅក្នុងប្រយោគស្របអញ្ចឹងបងប្អូនមើលទម្រង់ខ្លីនៅក្នុងប្រយោគបដិសេធមួយទៀតបាទនេះគឺជាទម្រង់វែងនិងទម្រង់ខ្លីនៅក្នុងប្រយោគបដិសេធបាទនៅក្នុងប្រយោគបដិសេធ I am not busy បាទខ្ញុំអត់រវល់ទេណាដល់ពេលទម្រង់ខ្លីគឺយើងមិនរួយមកណា I am not busy បាទ she is not free នាងអត់ទំនេរទេទម្រង់ខ្លី she isn't free he is not ready គាត់អត់ទាន់រួចរាល់ទេដល់ពេលទម្រង់ខ្លី he isn't ready បាទចូលដល់ប្រយោគនេះមួយទៀត they are not tired ពួកគេមិននឿយហត់ទេពេលយើងសេទម្រង់ខ្លីគឺសេរបៀបនេះ they aren't tired ចូលដល់ប្រយោគនេះមួយទៀត she is not early នាងមិនមកយឺតទេបាទស្មើនឹងទម្រង់ខ្លី she isn't early ចូលដល់ប្រធាន he មួយទៀត he is not late គាត់មិនយឺតទេបាទមិនមកយឺតទេស្មើទម្រង់ខ្លី he isn't late បាទអញ្ចឹងខ្ញុំអានឲ្យម្ដងទៀត I am not busy បាទស្មើ I'm not busy she is not free បាទស្មើទម្រង់ខ្លី she isn't free he is not ready ស្មើនឹងទម្រង់ខ្លី he isn't ready they are not tired
បាទស្មើនឹងទម្រង់ខ្លី they aren't tired she is not early ស្មើនឹងទម្រង់ខ្លី she isn't early he is not late បាទស្មើនឹងទម្រង់ខ្លី he isn't late បាទអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនបានរៀនពាក្យមួយចំនួនពាក្យទាំងអស់នេះនៅក្នុងភាសាអង់គ្លេសគេហៅថា adjective បាទគុណនាមណាហើយបានយកទៅប្រើប្រាស់នៅក្នុងប្រយោគស្របប្រយោគសំណួរនិងបដិសេធព្រមទាំងមានចម្លើយខ្លីបាទនៅក្នុងប្រយោគស្របហើយនិងប្រយោគបដិសេធចម្លើយខ្លីនៅក្នុងប្រយោគសំណួរគឺអត់មានទេអត់មានចម្លើយខ្លីទេបាទអញ្ចឹងអរគុណបងប្អូនដែលបានតាមដាននៅការបង្រៀនភាសាអង់គ្លេសនៅលើ Channel PBT English បើសិនជាបងប្អូនចង់តាមដាននៅវីដេអូដែលអាប់ដេតថ្មីៗបាទសូមចុចលើប៊ូតុង Subscribe ហើយនិងសញ្ញាកណ្ដឹងបាទសូមជម្រាបលាសូមអរគុណ